វត្តស្នារបស់ផងយើងនេះ អ
Chồng Kim, Kim Lý, Kim Sáng, Brett, Nigel, Kim Châu, Stefan, Kim Phá, James, Đại quân Sáng, Manisata, Đại quân Hằng, là quân Tịch Quốc, Đại quân Sơn, Sơn Trăng, Đại bàn Màu, Thị Thái, thì nhục sông một cái chủ muốn để Việt Nam, để cái bàn châu trong cảm ơn thị quan bên trái, sư cô Tri Hạnh, Lê Đình Bình Thu, Nguyễn Quốc Hưng, Trần Kim Nâu, Trần Thị Lý, Trần Thị Xia, Trần Mỹ Linh, Trần Quốc Thông, Quỳnh Thị Quê và hương linh của Phật tử Lâm Thị Cúc, pháp danh Diệu Thiện. Trong buổi lễ dân binh dân y hôm nay, tôi xin cảm ơn đến tất cả gia đình Bình Thu, cùng quan thị đóng góp phước đức chung để mà đem lợi làm cái tin cho chùa Bạch Phúc Hon. Tôi xin hồi hướng công đức này cho tất cả gia đình Bình Thu và gia đình Bửu Viện Thánh Tổ đã quá cố, xin cùng được hưởng phúc chung cho cái buổi lễ dân y bữa nay. Anh chị mình xong miên sẽ to tiên cái số mai bên mai để cái bàn tặng cho xong rồi đi lại. Cô Tám, chị Kim Ôn, họ sống sống hai bàn từ Trung Quan, từ Yên, Nam Vui, con Hà Lý, con Kinh, con Sầm Mặt Chán, con Sầm Ấn, Anh Đi, Cha Long, Mũi, Hoàng Ma, ông Lào Suối, hay Đằng Bò, ông Lai, ông Lào Suối, hay Đỗ Siêu, Hoàng Slay, Quỳnh, Hoàng Linh, để bàn cho cái trai nó có nồng độ của anh em trên con sông, trên qua sông, để quân nó cao lắm, trai để bàn cho họ nó bàn sai sập liên, ram rồi há, ấy để đua sai chưa để những bàn sông mà những cái sông quê tận mơ con tập hoài để quân
ពីក្នុងតែមានខ្សែសំនៀងហ្នឹងហើយខ្ញុំកណាសូមជូនឲ្យគ្រូហើយសូមកណាសូមការដែលធ្វើបុណ្យថ្ងៃនេះសូមវេដើម្បីឪពុកម្ដាយដែលបានចាក់ខាងស្មោះទៅហើយអ្នកអ៊ំចៅកាយអ្នកពោតហើយចៅការហើយនឹងញាតិសន្តាន7សន្តានសូមឲ្យបានទទួលការដែលកូនចាស់ធ្វើសូមវេដល់អ្នកដែលមានគុណដែលបានចាក់ខាងដល់សូមជូនឲ្យអ្នកដែលเอาរូបកូនចាស់គ្រប់គ្នាសូមបានទទួលកុសលផលបុណ្យស្មើគ្នាសាធុអនុមោទនាបានรับព្រះអង្គដោយសេចក្តីគោរពហើយចឹងធ្វើការអនុគ្រោះដល់ព្រះដៃចាប់ប្រគុណប្រតោបច្ច័យរបស់បងកាននៅទីក្រុងភ្នំពេញនិងទីក្រុងខេត្តតាកែវដែលបានចូលរួមនៅក្នុងថ្ងៃនេះដែលខ្ញុំសូមអ្នកធ្វើដល់ទី1លោកចៅការណែនសាវ៉េព្រមទាំងគាត់ព្រមទាំងអូនយ៉ាមានបច្ច័យ$1បាទហើយលោកចៅអូមករៀនរៀនបាទមករៀនរៀនរីខ្មែរបាទសុខអត់ទុកលាអត់ទុកមករៀន6សែនលុយខ្មែរ1លានរៀលបាទអញ្ចឹងណា1លានរៀល1លាន6សែនលុយអញ្ចឹងចៅការនិងសាវ៉េព្រមទាំងគាត់ព្រមទាំងកូនចៅមានបច្ច័យសូមដល់មុខនេះសិនណាបងណាចំនួន1លានរៀលបាទឯកឧត្តមពេជ្រវាសនានិងលោកជំទាវ$200លោកអិនម៉ាត់រិតចៅបយព្រមទាំងលោកស្រី$100លោកអិនប៊ូហៅសវណ្ណរា$10លោកស្រីអិនកញ្ញាព្រមទាំងបត្រី$20លោកជាសុផលអ្នកស្រីសមាលីព្រមទាំងបាត់$100លោកកងចាត់ខនព្រមទាំងគ្រួសារព្រមទាំងបាត់$100លោកជិតខនព្រមទាំងគ្រួសារព្រមទាំងបាត់$50ចៅឈឿនព្រមទាំងគ្រួសារទាំងបាត់នៅអូស្ត្រាលី$100លោកស្រីសារឿនព្រមទាំងស្វាមីនិងបាត់20,000រៀលលោកចនសុខព្រមទាំងភរិយាព្រមទាំងបាត់10,000រៀលលោកខុនបេចឹងខុនបេព្រមទាំងភរិយា10,000រៀលលោកណៃលោកព្រមទាំងភរិយា5,000រៀលលោកសាក់ឡាសាក់លយព្រមទាំងភរិយា5,000រៀលលោកសុំសាវ៉តព្រមទាំងភរិយាមេសុខាវិញហៅទូចព្រមទាំងបាត់$20សរុបប្រាក់រៀលណាសរុបប្រាក់រៀលប្រាក់រៀល1លាន5សែនរៀលចឹងហើយលុយគឺថាមានក្រុមគ្រួសារកូនចៅរបស់លោកតាកុលយាយយើងនៅភូមិពោធិមានបច្ច័យតម្កល់ទុកព្រមទាំងកូនបង្កើតកូនប្រសាចៅបង្កើតចៅប្រសាមានបច្ច័យចំនួន20លានលីដុងគឺ20ត្រៀវអាហ្នឹងកូនចៅរបស់លោកតាកុលយាយយើងបាទហើយបន្ទាប់មកមានក្រុមគ្រួសាររបស់បងគីអ្នកស្រីទៅគេលីព្រមទាំងបត់ទាំងអស់មានបច្ច័យតម្កល់ទុក40លាន550,000លីដុងបាទហើយគ្រួសាររបស់បងកាននៅភ្នំពេញនៅខេត្តតាកែវមានបច្ច័យ$700បច្ច័យមានបច្ច័យខ្មែរ
មាន1លាន5សែនរៀលលុយខ្មែរបងកាក់និងស្រីអូមានបច្ច័យចំនួន5លានលុយដុំគឺ5ត្រាវបាទ5ត្រាវលុយដុំហើយមិនទាន់បានសរុបទេហើយអញ្ចឹងថាប្រាក់សូនស្មោះកូនរបស់គាត់ទៀតហើយអញ្ចឹងតកលយាយយើងហ្នឹង6លាន6ត្រាវខ្ញុំចង់ហៅថា6ត្រាវវាថាយ៉ាងក្នុងហ្នឹង6ត្រាវចៅប្រុសណែងដាវ2ត្រាវចៅរុកណែងយឿន2ត្រាវចៅរីណែងពុត2ត្រាវចៅយុកណែងផលី2ត្រាវចៅភូណែងទីនួន2ត្រាវចៅផតណែងផលា2ត្រាវចៅបៅណែងណៃ2ត្រាវហើយសរុបកូនចៅតកលជាយើងទាំងអទាំងម្ដាយទាំងកូនបាច់ហ្នឹងគឺថាសរុបទៅ20លានលុយនំចឹងថាយើងណាយាយយើងអាចនិយាយថាចិត្តអស់នេះបាទនេះនេះបងយាយណាបងយាយថាគេថាយាយស្គាល់ណាយាយសវេយាយហើយយាយចាំឡាយតែបានតែនេះតែមានត្រៃណាបាទហើយចឹងមេតាតាតកកម្មបានតកហើយត្រៃយកទៅឲ្យអូនចៅលេងគ្នាឥឡូវហើយ
យាយធៀបនៅតែកៅចៅណែតារ៉េចៅធៀបណែសម្រាប់ជាពិសេសមានលោកតាបានសកាយនិងយាយបានសកាផងបញ្ញាយាយអ៊ូតាសូយាយធៀបតាយិនយាយឆ្នាយផងអ៊ំពឹមអ៊ំឡុងតាមេលោកតាយ៉ាយាយមុំតាពៀនយាយគួរចាំសិក្សាហើយយើងទាំងពីស្នាដៃជប់បានប្រកាសមកមកទទួលលេខមកអនុមោទនានេះរបស់លោកយ៉ាងដាក់ចិត្តទេនៅបងនេះអាខាងមិនវេនៅលើទីវណាយ៉ាងណាបងเราเห็นធ្វើឲ្យ
នេះជាផលាអនិសង្សរបស់លោកអ្នកបានជ្រាវពីបងជាមោតាំងពីធ្វើទៅជាអត្តកទានដល់នេះបញ្ចប់អ្នកខ្ញុំបានទៅពូរបស់ผมតបងទៅយើងតែបានទៅចាត់ចែងក្នុងថ្ងៃនេះអំពីអរលោកអ្នកទាំងអស់ទាំងអស់ជួបដល់ពុទ្ធពរ